គាត់ពិតជាបានមកផ្ទះរបស់ស៊ូហើយបានក្លែងខ្លួនជាអ្នកទទួលបន្ទុកមជ្ឈមណ្ឌលលក់យ៉ានឌិងកញ្ញាស៊ូសូមយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់អ្នកលេយ៉ែនត្រូវបានបណ្ដេញចេញពីយឺឌិងគ្រូបបើមិនជឿទូរស័ព្ទមកឥឡូវដើម្បីបញ្ជាក់ប្រសិនបើអ្នកមិនជឿខ្ញុំទូរស័ព្ទទៅគាត់ឥឡូវនេះហើយសួរថាតើគាត់នៅយ៉ានឌិងជាបេដែរឬទេតើអ្នកគិតថាអ្នកជានរណាអ្នកហ៊ានក្រអឺតក្រទុំនៅចំពោះមុខខ្ញុំចេញពីទីនេះតើអ្នកគិតថាអ្នកជានរណាម៉េចក៏ហ៊ានធ្វើបែបក្រអឺតក្រទុំនៅមុខខ្ញុំចេញពីទីនេះស៊ូលីលីតើអ្នកណាទើបតែប្រាប់ឲ្យចេញតើអ្នកចង់ចេញអ្នកណាបងប្រុសឆេងយាងហេតុអ្វីបានជាអ្នកត្រឡប់មកវិញខ្ញុំសូមណែនាំអ្នកថាគាត់ឈ្មោះសេនឆេជេនាងក៏ជាគូដណ្ដឹងស្របច្បាប់របស់ខ្ញុំដែរគឺស៊ីឆេងយាងបងប្រុសឆេងយាងអ្នកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេបើមិនចង់ចេញពីគ្រួសារស៊ូទេបិទមាត់ទៅហេតុអ្វីឆេងយានត្រឡប់មកយកអ្នកខាងក្រៅចូលផ្ទះឆេងរួននឹងត្រឡប់ទៅវិញនៅពេលដែលគាត់ត្រឡប់មកវិញហេតុអ្វីបានជាអ្នកនាំអ្នកខាងក្រៅចូលក្នុងផ្ទះរបស់អ្នកខ្ញុំបានឮថាថ្មីនេះអ្នកបានបណ្ដេញនាយកលេីពីយឺឌិងឲ្យជាអ្នកហាត់ការអ្នកដែលខ្ញុំចិញ្ចឹមដោយដៃផ្ទាល់តើអ្នកនឹងធ្វើបែបនេះសម្រាប់អ្នកក្រៅឬតើអ្នកខាងក្រៅបែបណាគាត់គឺជាអ្នកសង្គ្រោះរបស់បុរសចំណាស់របស់ខ្ញុំនិងជាកូនប្រសារនៃគ្រួសារស៊ូរបស់ខ្ញុំតើលោកម្ចាស់មានបញ្ហាអ្វីជាមួយនឹងការយល់ឃើញចាស់របស់ខ្ញុំឬជីវិតចាស់របស់ខ្ញុំអ្នកយល់ច្រឡំខ្ញុំមិនមានន័យថាទេវាគ្រាន់តែថាគ្រួសារស៊ូរបស់យើងមកពីសាវតាគ្រួសារបែបនេះអនាគតកូនប្រសាររបស់ខ្ញុំយ៉ាងហោចណាស់នាងត្រូវតែមានការអប់រំល្អនិងមានចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុល្អប្រសើរជាងស្ត្រីអ្នកមានមកពីគ្រួសារល្បីប៉ុន្តែខ្ញុំបានឮថាកញ្ញាឆានេះគ្រាន់តែជាសិស្សក្រីក្រដែលទើបតែរៀនចប់ពូអ្នកនិយាយត្រូវតាមពិតខ្ញុំគ្រាន់តែជាសិស្សក្រីក្រដែលទើបតែបញ្ចប់ការសិក្សាប៉ុន្តែមានរឿងមួយទៀតអំពីខ្ញុំដែលអ្នកប្រហែលមិនទាន់ដឹងនៅឡើយទេកញ្ញាខេបខ្ញុំបានឮថាអ្នកមិនត្រឹមតែគ្រប់គ្រងមជ្ឈមណ្ឌលលក់យ៉ានឌិងប៉ុណ្ណោះទេថែមទាំងត្រូវបានបងប្រុសរបស់ខ្ញុំចូលចិត្តយ៉ាងខ្លាំងផងដែរវាគ្រាន់តែកើតឡើងថាស៊ូគ្រូបបច្ចុប្បន្នកំពុងរៀបចំផែនការហិរញ្ញប្បទានកម្រិតរាប់សិបពាន់លានខ្ញុំមិនដឹងថាតើលោកស្រីខូចាប់អារម្មណ៍លើការសន្យាសម្ធរនិងលក្ខខណ្ឌសំណងដែរឬទេប្រសិនបើអ្នកមានយោបល់ខ្ពស់អ្នកមិនអាចឈរក្បែរហើយបម្រើតែនឹងចាក់ទឹកនៅពេលដែលបងប្រុសរបស់ខ្ញុំកំពុងពិភាក្សាអំពីអាជីវកម្មនៅខាងក្រៅនោះទេតាំងពីនាងស៊ូមកខ្ញុំសូមនិយាយពី3ម៉ាត់ដោយវិនិច្ឆ័យពីបរិយាកាសហិរញ្ញវត្ថុបច្ចុប្បន្នប្រសិនបើស៊ីលទទួលយកកិច្ចព្រមព្រៀងល្បែងប្រពៃណីការចរចាហានិភ័យនឹងខ្ពស់ពេកលោកស៊ឺទទួលបានប៉ាតង់ស្នូនៃបច្ចេកវិទ្យាសាសេនឹងអាចពិចារណាគំរូនៃការជ្រៀតចូលភាគហ៊ុនបន្ទាប់ពីការកាន់កាប់ភាគហ៊ុនឆ្លងកាត់
ចំពោះអត្រាការសន្យាវាជាការល្អបំផុតក្នុងការគ្រប់គ្រងវាក្នុងរង្វង់35ដោយផ្អែកលើការវិភាគកបាយការហិរញ្ញវត្ថុបច្ចុប្បន្នហើយបន្ទាប់មកយកទៅពិចារណាលើផលប៉ះពាល់សាច់ប្រាក់ងាយស្រួលនៃទីផ្សារបន្ទាប់បន្សំការរចនាសម្ព័ន្ធហិរញ្ញប្បទានតាមដំណាក់កាលមិនត្រឹមតែអាចកាត់បន្ថយហានិភ័យរយៈពេលខ្លីប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារសម្ធរស្នូលពីការស្រូបយកច្រើនពេកបរិភោគនិយាយបានល្អចៅហ្វាយយល់ទេវាមិនអីទេប្រសិនបើអ្នកមិនយល់អនុញ្ញាតឲ្យខ្ញុំបកប្រែវាសម្រាប់អ្នកកញ្ញាខោព្រោះអ្នកគឺជាកូនប្រសារស្រីរបស់គ្រួសារសូរួចហើយវត្ថុដែលបានបរិច្ចាគនៅថ្ងៃនេះត្រូវតែមិនធម្មតានេះគឺជាមហាសមុទ្រដែលខ្ញុំបានជីកនៅថ្ងៃនេះខ្ញុំមិនដឹងថាអ្នកនឹងបរិច្ចាគអ្វីទេអ្នកស្រីខ